សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅថ្ងៃនេះដែរខ្ញុំនឹងបកស្រាយនៅរឿង Pirates of the Caribbean វគ្គទី3ដែលមានចំណងជើងថា Edward Ends ដើម្បីចែកជូនជាមគ្គផលដល់បងប្អូនអរគ្នាដើម្បីទស្សនានិងស្ដាប់កម្សាន្តសម្រាប់បងប្អូនដែលមិនទាន់បានទស្សនាវគ្គទី1និងវគ្គទី2អាចចូលទៅមើលបានខ្ញុំនឹងដាក់ link នៅខាងក្រោមព្រោះបើសិនជាមិនបានមើលវគ្គទី1និងវគ្គទី2ទេបងប្អូនប្រហែលជាអត់សូវទាន់នៅខ្សែរឿងនឹងប្រហែលទេហ្នឹងហើយដើម្បីកុំឲ្យខាតពេលយូរតោះយើងទៅតាមដានទស្សនាខ្សែរឿងរបស់យើងទាំងអស់គ្នាហើយមុននឹងទស្សនា admin ក៏ស្នើសុំឲ្យបងប្អូនអរគ្នាសូមកុំភ្លេចចុច subscribe និងដាក់រូបកណ្ដឹងឲ្យ admin ម្នាក់មួយផងខ្សែរឿងត្រូវបានចាប់ផ្ដើមឡើងគឺនៅពេលដែល Lord Cutler Beckett នៃក្រុមហ៊ុន East India Trading Company កំពុងតែបោសសម្អាតក្រុមចៅសមុទ្រទាំងអស់ដោយមានជំនួយពី David John ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Beckett នឹងគឺគាត់នឹងបានយកក្រុមចៅសមុទ្រទាំងអស់នឹងយកទៅសម្លាប់ចោលដោយការព្យូកហើយនៅពេលដែលពួកគេចាប់ផ្ដើមសម្លាប់ពីមួយក្រុមទៅមួយក្រុមនឹងនៅពេលនោះគឺដល់ពេលក្រុមចៅមួយក្រុមដែលមានក្មេងប្រុសម្នាក់មានកាក់មួយនៅក្នុងដៃបន្ទាប់មកក្មេងប្រុសម្នាក់នឹងក៏ចាប់ផ្ដើមឈឺចម្រៀងចៅសមុទ្រនៅទីនោះហើយនៅពេលដែលក្រុមចៅសមុទ្រដែលជាអ្នកតូនៅក្បែរនោះបានលើពួកគេនឹងក៏បានឈឺចម្រៀងទាំងអស់នោះតាមគ្នាផងដែរទៅបានជាមេធាវីម្នាក់ហ្នឹងក៏បានរត់ទៅប្រាប់លេខានៅរឿងនេះទៅកាន់ Beckett នឹងរីឯ Elizabeth ហើយនិងពូបាប៊ូសាពួកគេនឹងក៏បាននាំគ្នាទៅកាន់សិង្ហបុរីដើម្បីទៅរកមេចៅសមុទ្រម្នាក់ដែលមានឈ្មោះថា Southern ដែលពួកគេទៅទីនោះគឺដើម្បីសុំជំនួយពីពេ Southern ដើម្បីទៅជួយបងចែករីឯក្រុមរបស់ពួកគេក៏ដូចជា Raggedy ហើយនិង Petal និងកូនស្វានឹងក៏បាននាំគ្នាចូលទៅចម្រឹងដែកនៅខាងក្រោមនៅតាមប្រហោងមួយនោះលុះនៅពេលដែលពូបាវសាហើយនិង Elizabeth នឹងបានទៅដល់កន្លែងឆ្កោចិញ្ចោអ្នកយាមនឹងក៏បានឲ្យកញ្ញា Elizabeth នឹងដកអាវុធចេញហើយនៅពេលដែលនាងបានចាប់ផ្ដើមដកអាវុធចេញអាវុធនឹងគឺស្ទើរតែពេញខ្លួនប្រាណរបស់នាងទៅហើយចង់200គីឡូបន្ទាប់មកនៅពេលដែលពួកគេនឹងបាននាំគ្នាចូលទៅជួបពេសៅហ្វឹងនៅកន្លែង Steam Sauna ហើយនិង Massage នឹងដែលជាកន្លែងលាក់ខ្លួនរបស់ពួកគេលុះនៅពេលដែលពួកគេបានសុំសំពៅហើយនិងកូនកូលីពី Pro Southern នឹង Pro Southern នឹងគាត់បែរជាមិនយល់ព្រមនោះទេហើយនៅពេលនោះគាត់នឹងក៏បានឲ្យពួកគេយកវាចេញមកដោយសារតែគេនឹងគឺបានចូលទៅលួចនៅទីនេះម្ដងរួចមកហើយនៅពេលដែលសាវហ្វឹងបានសួរទៅកាន់ពួកគេទាំងពីរនាក់ថាមានស្គាល់វាដែរអត់ពួកគេនឹងក៏បែរជាកុហកថាគឺមិនបានស្គាល់នោះទេលុះនៅពេលដែលពេសាវហ្វឹងនឹងប្រុងសម្លាប់វាក៏បានធ្វើឲ្យ Elizabeth នឹងនាងភ័យខ្លាចជាខ្លាំងបន្ទាប់មកបាបូសានឹងក៏បានឲ្យកាក់មួយអំពីសម្លេងបទចម្រៀងទៅកាន់ពេសាវហ្វឹងនឹងដើម្បីគេនឹងបានដឹងពីការឈឺចាប់របស់ចៅសមុទ្រដែលត្រូវបានគេសម្លាប់ជាបន្តបន្ទាប់នោះស្គរពេលនោះក្រុមរបស់លោកគីបនៅខាងក្រោមនឹងក៏បានវាយបរោះម្នាក់ឲ្យសម្លាប់ដេកស្អាតនិងបានយកអាវុធនឹងត្រៀមប្រយុទ្ធជាមួយនឹងសាវហ្វឹងបើសិនជាពួកគេនឹងចរចាគ្នាមិនត្រូវអីចឹងណារីឯប្រូរ៉ាកាធីនឹងបែរជាទៅលួចមើលនៅក្រោមសម្ពុររបស់កញ្ញា Elizabeth ទៅវិញហើយនៅពេលដែលគេបានឲ្យពេភីថលនឹងមកអើតមើលម្ដងនោះបែរជាចាំបរោះកម្មាប់អ្នកនេះទៅវិញបន្ទាប់មកនៅពេលដែល Elizabeth នឹងបាននិយាយអំពីភាពកំសារបស់សាវហ្វឹងដែលបានលាក់ខ្លួននៅខាងក្រោមនឹងជាយូរយារណាស់មកហើយនោះពេសាវហ្វឹងនឹងគាត់បែរជាមិនខ្វល់ហើយគាត់នឹងក៏មិនប្រឹងទៅជួយជែកពីទឹកដីនៃសេចក្តីស្លាប់បាននោះទេភ្លាមនោះស្រាប់តែសាវហ្វឹងនឹងក៏បានឃើញប្រុសម្នាក់នឹងបានបន្លំខ្លួននៅទីនោះម្នាក់ទៀតដែលគាត់នឹងបានគិតថាជាប៉ាពូរបស់ Elizabeth ទៅវិញប៉ុន្តែនៅពេលដែលពួកគេប្រុងប្រយុទ្ធគ្នាកាប់ផ្ដាប់ពេម្នាក់នឹងគឺជាប៉ាពូរបស់ Beckett ប៉ុណ្ណោះហើយទាហាននឹងក៏បានសម្រុកចូលទៅវាយប្រហារពួកគេតែម្ដងបន្ទាប់មកនៅពេលដែលពួកគេចាប់ផ្ដើមប្រយុទ្ធគ្នាក្រុមទាហាននឹងក៏បានសម្លាប់ក្រុមចៅសមុទ្រនឹងអស់ជាច្រើននៅទីនោះលុះនៅពេលដែលពួកគេបានព្យាយាមគេចខ្លួនចេញពីទីនោះវាលនឹងក៏បានសុំឲ្យសាវហ្វឹងនឹងយកសំពៅ Black Pearl ទៅជួយចែកនិងឲ្យពររបស់គេមកវិញផងដែរហើយអំឡុងពេលដែលពួកគេនឹងកំពុងតែនិយាយគ្នាស្រាប់តែ Pro Mercer នឹងក៏បានលើពួកគេនិយាយគ្នាដែរប៉ុន្តែនៅពេលហ្នឹងគឺគាត់នឹងមិនបានសម្លាប់ពួកគេទាំងពីរនាក់នោះទេបន្ទាប់មកនៅពេលដែលពួកគេបានជុំគ្នាហើយវាលនឹងក៏បានប្រាប់ទៅកាន់ពួកគេគ្រប់គ្នាថាសាវហ្វឹងនឹងរងចាំពួកគេនៅ Sibreko លុះនៅពេលដែលពួកគេបាននាំគ្នាចាក់ចេញពីទីនោះធីយ៉ាដាម៉ានឹងក៏បានយកសំពៅរបស់សាវហ្វឹងនឹងចាក់ចេញពីទីនោះជាមួយនឹងកូនកូលីរបស់សាវហ្វឹងតែម្ដងលុះនៅព្រឹកបន្ទាប់សំពៅរបស់ David John នឹងក៏បានចេញពីទឹកនិងបានប្រយុទ្ធគ្នាជាមួយនឹងចៅសមុទ្រផ្សេងទៀតតាមការបញ្ជារបស់ Pro Beckett តបពី Beckett នឹងទទួលបានបេះដូងរបស់ David John រីឯ Beckett នៅពេលនោះ Mercer នឹងក៏បានមកជួបដើម្បីប្រាប់អំពីសាវហ្វឹងប៉ុន្តែនៅពេលនោះ Beckett នឹងគាត់មិនបានចាប់អារម្មណ៍នោះទេហើយក៏បានបកគោលដៅមួយឲ្យទៅកាន់ Norrington
ថនផងដែរបន្ទាប់ពីប្រូនៅរីងថននឹងបានទទួលតំណែងនៅក្នុងជួរកងទ័ពរីឯពូ Governor ដែលជាឪពុករបស់ Elizabeth ក៏ត្រូវបានគេបង្ខំឲ្យធ្វើការនៅទីនោះផងដែររីឯក្រុមរបស់ Elizabeth នៅពេលដែលពួកគេបានធ្វើដំណើរឆ្លងកាត់តំបន់ទឹកកកនឹងពួកគេត្រជាក់ស្ទើរតែរួយធ្គាមទៅហើយ Rakatia និង Petal នឹងក៏ចាប់ផ្ដើមឆ្ងល់ថាអ្វីបានជាជីពេទ្យាដាម៉ានឹងមិនជួយជីវិតរបស់ Jade នឹងដូចជាជីវិតរបស់ពូបាវសាទៅពេលឮបែបហ្នឹងចែសាធ្យាដាម៉ានឹងក៏បានប្រកាសពួកគេទាំងពីរនាក់ថាដោយសារតែការស្លាប់របស់ពូបាវសានឹងគឺតែម្ដងតែប៉ុណ្ណោះប៉ុន្តែការស្លាប់របស់ Jade នឹងគឺទៅទាំងរាងកាយហើយនិងបលឹងបន្ទាប់ពីបាននិយាយគ្នាហើយនៅពេលដែលកូនកូលីម្នាក់បានទាញព្រាមជើងរបស់គេមកលេងស្រាប់តែក៏បានបាក់ដាច់តែម្ដងរីឯ Will កំពុងតែមើលផែនទីដែលសពរបស់ពួកគេបានឆ្លងជិតដល់ទឹកដីនៃសេចក្តីស្លាប់ផងដែររីឯ David John នៅពេលដែលគេកំពុងតែលេង piano គេនឹងក៏បានសម្លឹងមើលទៅកាន់ខ្សែកការដែលគេនឹងមានស្នេហាជាមួយនឹងស្រីម្នាក់ដែលគេស្រឡាញ់ស្មើជីវិតដែលមានឈ្មោះថា Calypso មិន Ori Calypso ទេណាដែលជាទេពធីតានៃមហាសមុទ្រតបពីបានមើលហើយស្រាប់តែទឹកភ្នែករបស់គាត់នឹងចាប់ផ្ដើមស្រក់ចុះមកយ៉ាងរហាមគួរឲ្យអាណិតទឹកភ្នែកបងស្រុងមិនមែនគ្មានបញ្ហាបន្តិចក្រោយមកពេបេខេនឹងក៏បានដឹកនាំកម្លាំងទៅដល់ទីនោះដើម្បីគ្រប់គ្រង David John ហើយគេនឹងក៏បានរក្សាបេះដូង David John នៅទីនោះបន្តទៀតដោយមានទាហានការពារនឹងយ៉ាងតឹងរ៉ឹងបំផុតនិងបានបញ្ជាឲ្យ David John នឹងឲ្យខិតខំការងារបន្តទៀតដោយទុករឿងស្នេហានៅមួយដុំកុំឲ្យលាយឡំជាមួយនឹងរឿងការងារឲ្យចឹងទៅលុះនៅយប់ឡើងកញ្ញា Elizabeth នឹងចាប់ផ្ដើមសេតជាខ្លាំងដែលនាងនឹងបានធ្វើឲ្យ Jade នឹងស្លាប់កាលពីពេលមុននោះរីឯ Will នឹងគេក៏បានដឹងថានាងនឹងពិបាកចារឿងនោះផងដែរហើយភ្លាមនោះសត្វតែ Will នឹងក៏បានឃើញខ្សែករបស់កញ្ញា Thea Dama នឹងដូចទៅនឹងខ្សែករបស់ David John បន្តមកសត្វតែសំពើរបស់ពួកគេនឹងក៏បានជួបជាមួយនឹងជ្រោះដ៏ជ្រៅនៅខាងមុខដែលធ្វើឲ្យពួកគេនឹងចាប់ផ្ដើមភ័យខ្លាចជាខ្លាំងប៉ុន្តែនៅពេលនោះពូបាវសានឹងគាត់បែរជាមិនខ្វល់នោះទេព្រោះពួកគេនឹងស្លាប់ជាមិនខានហើយចែស្អាត Thea Dama នឹងក៏ចាប់ផ្ដើមសូត្រមន្តអាគមធ្វើពិធីតែម្ដងងាកមកមើលបងចែនេះវិញកំពុងតែនៅលើទឹកដីនៃសេចក្តីស្លាប់នៅពេលនោះគាត់នឹងក៏បានយកគ្រាប់សណ្ដែកមកហូបហើយនៅពេលដែលបងចែម្នាក់ទៀតបានមកឃើញគេក៏បានបាញ់សម្លាប់ដើម្បីយកវាមកហូបវិញម្ដងបន្តមកគេនឹងក៏បានបញ្ជាឲ្យចែផ្សេងទៀតចាប់ផ្ដើមធ្វើការនៅលើសំពៅប្លែកផលបន្តទៀតហើយនៅពេលដែលចែម្នាក់ធ្វើការមិនបានល្អគេនឹងក៏បានយកកាំបិតចាក់សម្លាប់តែម្ដងបន្តមកនៅពេលបងចែនៅទីនោះតែម្នាក់ឯងគេនឹងក៏បានសម្រេចចិត្តចុះមកខាងក្រោមហើយភ្លាមនោះសត្វតែគេនឹងក៏បានឃើញដុំថ្មមួយដុំយ៉ាងចម្លែកនៅខាងក្រោមនោះនឹងបានគប់វាចោលទៅហើយបន្តិចក្រោយមកដុំថ្មមួយនឹងក៏បានមកដល់ទីនោះម្ដងទៀតដែលធ្វើឲ្យគេនឹងចាប់ផ្ដើមឆ្ងល់ជាខ្លាំងនឹងបានបោះវាចោលម្ដងទៀតផងដែរហើយកាប់ដុំថ្មនឹងគឺជាសត្វក្តាមសលុះនៅពេលដែលសត្វក្តាមនឹងបានឃើញជែកបានព្យាយាមអោសសំពៅរបស់គាត់នឹងវេទនាខ្លាំងពេកពួកវានឹងក៏បានប្រមូលផ្ដុំគ្នាអោសសំពៅទៅខាងមុខដែលធ្វើឲ្យជែកនឹងស្ទើរតែមិនជឿតតែសរីឯក្រុមរបស់ពូបាវសាបន្ទាប់ពីបានស្លាប់អស់ទៅហើយនោះក៏បានទៅដល់កន្លែងរបស់ជេកបន្តិចក្រោយមកពួកគេនឹងក៏បានឃើញជេកនៅលើសំពៅនោះពិតមែនតែធ្វើឲ្យពួកគេនឹងចាប់ផ្ដើមសប្បាយអរជាខ្លាំងប៉ុន្តែនៅពេលនោះកញ្ញា Elizabeth នឹងចាប់ផ្ដើមមានអារម្មណ៍ថាខុសទៅលើបងជេកហើយរីឯបាវសានឹងក៏បានរំលឹករឿងរ៉ាវដែលជេកនឹងបានបាញ់សម្លាប់គាត់កាលពីពេលមុនហើយក៏បានសួរទៅកាន់ជេកថាមានចាំដែរអត់ប្រូប៉ុន្តែនៅពេលនោះជេកនឹងគាត់បែរជាធ្វើជាមិនខ្វល់មិនដឹងអីណាធ្វើជាភ្លេចអីណាបន្ទាប់មកនៅពេលដែលជេកបានឃើញ Elizabeth គាត់នឹងចាប់ផ្ដើមខ្លាចនាងដោយសារតែខ្លាចនាងនឹងសម្លាប់គាត់ដោយកាលពីពេលមុននោះដោយគាត់នឹងគឺមិនព្រមទៅជាមួយនឹងពួកគេនោះទេរីឯកញ្ញា Thea Dama ក៏បានប្រាប់ថាបទចម្រៀងចៅសមុទ្រគឺបានច្រៀងហៅពួកគេហើយដើម្បីធ្វើការប្រជុំចៅសមុទ្រទាំងអស់ហើយរីឯវានៅពេលនោះគេនឹងក៏បានដឹងថា Elizabeth នឹងគឺបានធ្វើឲ្យជេកស្លាប់នៅលើសំពៅមួយនោះកាលពីវគ្គមុនដូច្នេះហើយបានជាជេកនឹងគឺមិនចង់ទៅជាមួយនឹងពួកគេពេលនោះជេកនឹងក៏បានសួរនាំទៅកាន់ក្រុមកូនកលីរបស់សៅហ្វឹងដែលបានមកជាមួយនឹងពួកគេនោះថាអូនឯងនឹងមកពីណាបងដែលឃើញមុខថ្មីលុះនៅពេលដែលជេកបានសម្រេចចិត្តទៅជាមួយនឹងពួកគេវិញហើយស្រាប់តែពូបាវសាហើយនឹងជេកនឹងក៏បានប្រកែកគ្នាដើម្បីធ្វើជាកាពីតែននៅលើសំពៅមួយនោះស្រាប់តែពេភីថនឹងក៏បានស្រែកសម្លុតទៅកាន់ពួកគេទាំងពីរនាក់នឹងយ៉ាងខ្លាំងដែលធ្វើឲ្យពួកគេទាំងពីរនាក់នឹងស្រឡាំងកាំងជាខ្លាំងភ័ន្តភាំងរីឯវានឹងក៏បានទៅរក Elizabeth នឹងបាននិយាយរឿងជេកព្រោះគេនឹងបានគិតថា Elizabeth នឹងបានលងស្រឡាញ់ជេកបាត់ទៅហើយប៉ុន្តែកញ្ញា Elizabeth នឹង
នឹងក៏បានបដិសេធថាណូណូលុះនៅយប់ឡើងភិថរនឹងរេកធីនឹងក៏បានឃើញសាកសពមនុស្សជាច្រើនបានអណ្ដែតនៅលើទឹកសមុទ្រនឹងយ៉ាងគួរឲ្យខ្លាចប៉ុន្តែនៅពេលនោះពួកគេនឹងបែកជាប្រុងយកក្របបែកគប់លេងទៅវិញប៉ុន្តែនៅពេលដែលបានឃើញចែស្អាតធីយ៉ាដាម៉ានៅក្បែរនោះពួកគេនឹងគឺមិនហ៊ាននោះទេនៅពេលនោះកញ្ញាធីយ៉ាដាម៉ានឹងក៏បានប្រាប់ការពិតទៅកាន់ពួកគេទាំងពីរនាក់ថានៅទីនេះគឺជាកន្លែងរក្សាព្រលឹងរបស់ Davy Jones កាលពីពេលមុនប៉ុន្តែពេលនេះគឺគ្មានណារក្សាទីនោះទេបន្ទាប់ពី Pro Davy Jones នឹងបានប្រែក្លាយទៅជាកាយសាហាវបែបនេះដោយរៀងរាល់10ឆ្នាំម្ដង Davy Jones នឹងបានឡើងទៅលើគោកតែម្ដងប៉ុណ្ណោះដើម្បីទៅជួបស្រីស្នេហ៍ដែលគាត់នឹងស្រឡាញ់ជាទីបំផុតបន្ទាប់ពីបាននិយាយហើយព្រលឹងជាច្រើននឹងក៏បានឆ្លងកាត់នៅទីនោះស្រាប់តែពេលនោះ Elizabeth នឹងក៏បានឃើញព្រលឹងឪពុករបស់នាងនៅទីនោះម្នាក់ដែរដែលធ្វើឲ្យនាងនឹងបានដឹងថាឪពុករបស់នាងនឹងគឺបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយបន្ទាប់មកឪពុករបស់ Elizabeth នឹងក៏បានប្រាប់អំពីការសម្លាប់ Davy Jones គឺត្រូវយកកាំបិតនឹងចាក់កំទេចបេះដូងរបស់គេចោលលុះនៅពេលដែលឪពុករបស់ Elizabeth បានឆ្លងកាត់ទីនោះបាត់ទៅ Elizabeth នឹងក៏ចាប់ផ្ដើមស្គាយយំជាខ្លាំងប៉ុន្តែនាងនឹងគឺមិនអាចជួយគាត់បាននោះទេព្រោះឪពុករបស់នាងនឹងគឺមានសេរីភាពហើយលុះនៅពេលដែលពួកគេបានទៅដល់ទីនោះហើយពួកគេនឹងគឺមិនអាចឆ្លងកាត់ទៅកាន់ពិភពដើមរបស់ពួកគេវិញបាននោះទេបន្ទាប់មក Jake ក៏បានពិនិត្យមើលផែនទីនោះបន្តទៀតស្រាប់តែគេក៏បានលើសំឡេង Jake ផ្សេងទៀតមកខ្សឹបដាក់ទៅជារបស់គេនឹងបានឆ្លើយប្រកែកគ្នាថែមទៀតផងហើយនៅពេលដែលគេបានមើលផែនទីនោះម្ដងទៀតគេនឹងក៏អាចដោះស្រាយបញ្ហានោះបានសម្រេចដោយពេលនោះគេបានធ្វើដូចជាបានឃើញអ្វីម្យ៉ាងនៅខាងឆ្វេងនៅខាងស្ដាំដែលធ្វើឲ្យគ្រប់គ្នានឹងចាប់ផ្ដើមឆ្ងល់និងរត់ទៅតាមមើលម្ដងហើយម្ដងទៀតរហូតដល់ពេលនោះសំពើរបស់ពួកគេនឹងក៏ចាប់ផ្ដើមភៀងចុះឡើងរីឯពូបាវសានៅពេលនោះគាត់នឹងក៏បានយល់ថាពួកគេត្រូវតែធ្វើឲ្យសំពើនឹងកលាបខុសពីព្រះអាទិត្យទើបពួកគេនឹងអាចឆ្លងកាត់ទៅកាន់ពិភពមនុស្សវិញបានបន្ទាប់ពីបានដឹងហើយពួកគេនឹងក៏បាននាំគ្នាជួយគ្នាទៅវិញទៅមករីឯ Peter ហើយនិង Reggie នឹងបែរជាចងខ្លួនឯងជាប់ជាមួយនឹងបកគលទៅវិញហើយបន្តិចក្រោយមកសំពើរបស់ពួកគេនឹងក៏បានកលាប់ចូលទៅក្នុងមហាសមុទ្រមុនពេលដែលព្រះអាទិត្យលែងបន្តិចក្រោយមកនៅពេលដែលព្រះអាទិត្យបានលិចបាត់ទៅសំពើរបស់ពួកគេនឹងក៏បានងើបឡើងវិញហើយពួកគេនឹងក៏បានឆ្លងទៅកាន់ពិភពដើមវិញបានសម្រេចបន្ទាប់មកពួកគេនឹងស្រាប់តែបានយកកំភ្លើងព្យួងគ្នាទៅវិញទៅមកដោយសារតែពួកគេនឹងខ្លះចង់បានជែកទៅប្រជុំជាមួយនឹងចៅសមុទ្រហើយខ្លះទីនឹងចង់បានជែកនឹងទៅវិយុទ្ធជាមួយនឹងក្រុមទាហានរបស់ពេបេខេតលុះនៅពេលដែលពួកគេចាប់ផ្ដើមសម្របសម្រួលគ្នាបានសម្រេចហើយពួកគេនឹងក៏បាននាំគ្នាទៅមើលផែនទីបន្តទៀតហើយនៅពេលដែលបាវសាបានយកកាយយិតមើលទៅខាងមុខបងជែកនឹងក៏បានយកកាយយិតរបស់គាត់យ៉ាងធំមកមើលវិញដើម្បីឌឺដងទៅកាន់ប្រូបាវសាលុះនៅពេលដែលពួកគេបានធ្វើដំណើរទៅដល់កោះមួយសត្វតែពួកគេនឹងក៏បានឃើញសាកសពរបស់ខ្លាកាច Kraken ត្រូវបានស្លាប់នៅទីនោះមិនមែនខ្លាណាមកយ៉ាទៅបានជាពិធនិង Reggie នឹងក៏បាននាំគ្នាទៅមើលតែម្ដងលុះនៅពេលដែលពួកគេបានទៅរកមើលសៅហ្វឹងតាមការណាត់ជួបស្រាប់តែក៏បានឃើញសាកសពមនុស្សនៅទីនោះហើយការពិតគឺពួកគេនឹងគឺបានចាញ់ល្បិចរបស់ប្រូសៅហ្វឹងក៏ព្រោះតែគាត់នឹងគឺបានសហការជាមួយនឹង Payback ដើម្បីចាប់ខ្លួនពួកគេទាំងអស់គ្នាលុះនៅពេលដែលពួកគេបានចាប់បានជែកបានហើយជែកនឹងក៏បាននិយាយថាបាវសានឹងគឺជាកាប៉ាតេនដោយគាត់នឹងគឺមិនមែនជាកាប៉ាតេននោះទេបន្ទាប់មកនៅពេលដែលពួកគេបានទៅជួបជាមួយនឹងសៅហ្វឹងនៅលើសំពើការពិតគឺវានឹងឯងក៏បានចូលដៃជាមួយនឹងសៅហ្វឹងផងដែរដើម្បីចង់បានសំពើជែកទៅជួយឪពុករបស់គេមកវិញបន្ទាប់មកជែកនឹងក៏បានសួរថាជួយជីវិតរបស់គាត់នឹងយកមកធ្វើអីក្រែងទៅប្រជុំជាមួយនឹងក្រុមចៅសមុទ្រអីបន្ទាប់ពីបាននិយាយហើយសៅហ្វឹងនឹងក៏បានចាប់ជែកទៅជួបជាមួយនឹង Bucket តែម្ដងហើយនៅពេលដែលគេបានទៅជួបជាមួយនឹង Bucket ជែកក៏ប្រុងលើរបស់នៅទីនោះប៉ុន្តែនៅពេលនោះ Bucket នឹងក៏បាននិយាយថាបេះដូងរបស់ Pro Davy Jones នឹងគឺមិននៅទីនោះទេកម្ររើមឃើញនេះលាក់បាត់ហើយបន្ទាប់មកគេនឹងក៏បានសួរជែកថាអ្នកណាគេគឺជាស្ដេចនៃចៅសមុទ្រតើ Piece of Egg នឹងគឺជាអ្វីហើយពួកគេប្រជុំចៅសមុទ្រនៅទីណាបន្ទាប់ពីបានលឺហើយជែកនឹងក៏បានធ្វើការដោះដូរតែម្ដងដោយគេនឹងចង់ឲ្យ Bucket នឹងដោះលែង Pro បាវសាហើយគេនឹងជួន Bucket នឹងទៅកាន់កន្លែងប្រជុំរបស់ចៅសមុទ្រនោះសកលពេលនោះ Surfer នឹងគឺមិនព្រមឲ្យសំពើ Black Pearl ទៅកាន់ Will Turner នោះទេហើយគាត់នឹងក៏បានប្រាប់ទៅកាន់ Pep Mercer ថាគាត់នឹងយកសំពើរបស់ជែកថែមទៀតផងបន្ទាប់មកនៅពេលដែលបាវសានឹងបាននិយាយជាមួយនឹង Surfer ដោយបានអួតអាងថាគាត់នឹងគឺមាន Calypso ដែលជាទេពធីតានិងជាមនុស្សស្រីដែល Davy Jones នឹងបានស្រឡាញ់កាលពីពេលមុននោះដើម្បីទប់ទល់ជាមួយនឹងទាហានរបស់ Bucket នៅពេលដែលបានលើបែបនោះហើយ Pro Surfer នឹងបែរជាមិនជឿនោះទេដោយបានគិតថានោះគឺជាព្រេងនិទានតែប៉ុណ្ណោះនៅពេលនោះបាវសានឹងក៏បានអោ
កលាចាំមនុស្សគុំថាកាលីបសូនឹងគឺរស់នៅក្នុងខ្លួនមនុស្សក្នុងចំណោមពួកគេទាំងអស់គ្នានៅពេលដែលបានលើកបែបនោះហើយសៅហ្វឹងនឹងនឹកគិតថានៅក្នុងខ្លួនរបស់អេលីសាបេតទៅវិញរីឯអេលីសាបេតនៅពេលនោះនាងចាប់ផ្ដើមសម្ដែងធ្វើជាដាក់ដូរតែម្ដងគឺនាងនឹងទៅតាមសៅហ្វឹងដើម្បីធ្វើការប្រឆាំងនឹងបេខេដើម្បីជួយពួកគេចាក់ចេញពីទីនោះរីឯបេខេនឹងក៏បានគំរាមស្លាប់ទៅកាន់ជេដើម្បីឲ្យគេនឹងប្រាប់ពីកន្លែងប្រជុំមួយនោះបន្ទាប់មកសៅហ្វឹងនឹងក៏ចាប់ផ្ដើមវាយប្រហារនៅទីនោះដើម្បីគេចខ្លួនហើយជេក៏បានព្យាយាមគេចខ្លួនចេញពីទីនោះដោយបានតាមខ្សែនឹងឡើងទៅលើនាវារបស់គាត់នឹងបានសម្រេចហើយនៅពេលដែលគាត់បានឃើញវានៅលើសំពៅគាត់នឹងក៏បានគំរាមទៅកាន់វាផងដែរដែលបានក្បត់គាត់មុននោះរីឯសៅហ្វឹងនៅពេលដែលបាននាំអេលីសាបេតទៅកាន់កន្លែងរបស់គាត់នឹងក៏បានឲ្យនាងស្លៀកពាក់យ៉ាងស៊ីស៊ីដើម្បីត្រៀបការជាមួយនឹងនាងថែមទៀតផងដែលគាត់នឹងបានគិតថានាងគឺជាកាលីបសូបន្ទាប់មកនៅពេលដែលអេលីសាបេតបានដឹងអំពីរឿងរ៉ាវរបស់កញ្ញាកាលីបសូពេលសៅហ្វឹងនឹងក៏បានចាប់បង្ខំនាងប៉ុន្តែបន្តិចក្រោយមកស្រាប់តែក្រុមទាហានរបស់ប្រូណូរីងថននឹងក៏បានមកដល់ទីនោះនឹងបានបាញ់កំភ្លើងធំនឹងត្រូវពេលសៅហ្វឹងដាច់ខ្យល់អេតែម្ដងតែមុននឹងស្លាប់ប្រូសៅហ្វឹងនឹងក៏បានសុំទោសទៅកាន់អេលីសាបេតនឹងបានឲ្យខ្សែករបស់គាត់ទៅកាន់នាងដើម្បីនាងនឹងធ្វើជាកាប្តែនចៅសមុទ្រជំនួសគាត់នឹងបានឲ្យនាងនឹងទៅប្រជុំជាមួយនឹងក្រុមចៅសមុទ្រផ្សេងទៀតអីចឹងទៅបន្ទាប់មកនៅពេលដែល Norrington បានឃើញ Elizabeth នៅទីនោះគាត់នឹងចាប់ផ្ដើមសប្បាយចិត្តជាខ្លាំងប៉ុន្តែ Elizabeth នឹងបែរជាខឹងនឹងគាត់ទៅវិញដោយនាងនឹងគឺបានសង្ស័យទៅលើ Norrington ថាច្បាស់ជាមានការជាប់ពាក់ព័ន្ធជាមួយនឹងការស្លាប់ឪពុករបស់នាងប៉ុន្តែ Norrington នឹងក៏បានប្រាប់ថាគាត់នឹងគឺមិនបានដឹងរឿងរ៉ាវទាំងអស់នោះទេហើយបន្ទាប់មកពួកគេនឹងក៏បានចាប់ Elizabeth ទៅឃុំឃាំងនៅក្នុងសំពៅរបស់ Davy Jones តែម្ដងហើយបន្តិចក្រោយមកសត្វតែនាងនឹងក៏បានជួបជាមួយនឹង Bill Turner អនាគតឪក្មេងនៅទីនោះផងដែរបន្ទាប់មក Elizabeth នឹងក៏បានប្រាប់អំពីវាដែលកំពុងតែរកវិធីជួយឪពុករបស់គេពេលនោះឪពុករបស់គេនឹងចាប់ផ្ដើមសប្បាយអរជាខ្លាំងប៉ុន្តែគាត់នឹងបែរជាសេះទៅវិញដោយបានគិតថាបើសិនជាវានឹងជួយគាត់នោះវានឹងបាត់បង់ Elizabeth ជាមិនខានដូច្នេះហើយគាត់នឹងក៏បាននិយាយថាកូនប្រុសរបស់គាត់នឹងគឺមិនមកជួយគាត់នោះទេបន្ទាប់ពីបានគិតគូរហើយពួក Bill នឹងក៏បានបន្តទៅដេកនៅលើសំពៅនឹងបន្តទៀតប៉ុន្តែគាត់នៅតែសង្ឃឹមថាវានឹងនៅតែរក្សាពាក្យសន្យាមកជួយគាត់នៅពេលណាមួយជាមិនខានរីឯវានឹងក៏បានយកសាកសពមនុស្សចងភ្ជាប់ជាមួយនឹងធុងស្រាទម្លាក់ទៅក្នុងសមុទ្រដើម្បីនាំសារប្រាប់ទៅកាន់ពេបេខេតប៉ុន្តែនៅពេលនោះសត្វតាជេនឹងក៏បានមកឃើញនឹងបានដឹងថាវានឹងចង់ឲ្យពេបេខេតទៅកាន់ស៊ីប្រេខូដែលជាកន្លែងប្រជុំរបស់ចៅសមុទ្រទៅបានជាគាត់នឹងប្រាប់អំពីគម្រោងការចាក់កំទេចបេះដូងរបស់ Davy Jones ដើម្បីឲ្យពលរបស់វានឹងមានសេរីភាពឡើងវិញបន្ទាប់ពីបាននិយាយគ្នាហើយជេនឹងក៏បានឲ្យត្រីវិស័យទៅកាន់វាហើយក៏បានផ្លុំក្លិនមករបស់គាត់ទៅកាន់វាដើម្បីគេបានដឹងថាវានឹងគឺក្អោបប៉ុណ្ណាបន្ទាប់មកជេនឹងក៏បានទម្លាក់វាចូលទៅក្នុងទឹកសមុទ្រដើម្បីនាំសារប្រាប់ទៅកាន់បេខេតឲ្យមកតាមរកគេអីចឹងទៅរីឯប្រូណូរីងថននឹងក៏បានសម្រេចចិត្តដោះលែង Elizabeth និងអ្នកទើបផ្សេងទៀតឲ្យគេខ្លួនចេញពីទីនោះប៉ុន្តែនៅពេលនោះ Elizabeth នឹងនៅតែគិតថា Norrington នឹងមានការជាប់ពាក់ព័ន្ធជាមួយនឹងការស្លាប់ឪពុករបស់នាងដដែលបន្ទាប់មក Elizabeth នឹងក៏បានហៅ Norrington ទៅជាមួយនឹងនាងប៉ុន្តែដោយសារតែទាហានបានមកតាន់គេនឹងក៏បានសម្រេចចិត្តឲ្យនាងនឹងគេចខ្លួនហើយមុននឹងចាកចេញទៅ Norrington នឹងក៏បានសុំថើបនាងមួយទុកជាលើកចុងក្រោយលុះនៅពេលដែល Elizabeth បានចាកចេញទៅ Bill ក៏បានបែកកម្មដ្ឋានខុសប្លែកពីមុននឹងបានចាក់សម្លាប់ Norrington តែម្ដងដែលធ្វើឲ្យ Elizabeth ស្រែកយំជាខ្លាំងបន្ទាប់មកនៅពេលដែល Davy Jones បានមកមើលស្រាប់តែ Norrington នឹងក៏បានយកដាវចាក់ Davy Jones ប៉ុន្តែគេមិនបានស្លាប់នោះទេនឹងបានយកដាវរបស់ Norrington នឹងមកទុកធ្វើជាអនុស្សាវរីយ៍ថែមទៀតផងហើយរីឯសោចាក់ហឹបរក្សាបេះដូងរបស់ Davy Jones នឹងគឺនៅក្នុងដៃអាប៉េ Mercer ជាអ្នករក្សាទុកលុះនៅព្រឹកបន្ទាប់នៅពេលដែលសំពៅរបស់ Jake កំពុងតែធ្វើដំណើរទៅកាន់ Sipreco បន្តទៀតប្រូបាបឺសានឹងក៏បានដឹងថាកញ្ញាធីយ៉ាដាម៉ានឹងគឺជាកាលីបសូដែលជាស្រីស្នេហ៍របស់ Davy Jones ហើយក៏បានសម្រេចចិត្តនាងទៅឃុំតែម្ដងរីឯវានៅពេលដែលគេបានឡើងទៅលើសំពៅរបស់ Beckett វិញពេល Beckett នឹងក៏បានហៅ Davy Jones មកជួបម្ដងទៀតហើយនៅពេលដែល Davy Jones បានឃើញវាគេនឹងក៏ចាប់ផ្ដើមឌឺដងទៅកាន់វាជាខ្លាំងដោយសារតែពួកគេនឹងគឺធ្លាប់ធ្វើសង្គ្រាមជាមួយនឹងគ្នាកាលពីមុនមកនោះបន្ទាប់មក Davy Jones នឹងក៏បានដឹងថា Jake នឹងមានជីវិតឡើងវិញហើយនៅពេលដែលបានដឹងថាក្រុម Jake នឹងទៅដោះលែង Calypso Pro Davy Jones នឹងស្ទើរតែមិនជឿឡើយហើយ Davy Jones នឹងក៏បាននិយាយថា Calypso នឹងនាងបានក្បត់គាត់និងបានបំផ្លាញជីវិតរបស់គាត់ថែមទៀតផងរីឯវានឹងក៏បានប្រាប់ថា Calypso គឺនៅលើនាវារបស់ Jake ហើយកំពុងតែនាំគ្នាទៅកាន់ Sipreco បន្ទាប់ពីបាននិយាយហើយគេនឹងក៏បានបង្ហាញពីត្រីវិស័យរបស់ Jake ដើម្បីនាំគ្នាទៅតាមរកពួកគេតែម្ដងរីឯ Jake នៅពេលដែលពួកគេបានទៅដល់ Sipreco ហើយនៅទីនោះគឺមានកាពីតែនចៅសមុទ្រផ្សេងៗគ្នាមកពីជុំវិញពិភពលោកសម្រាប់កិច្ចប្រជុំនៃក្រុមប្រឹក្សា Prison Court បន្ទាប់មកនៅពេលដែលពួកគេបានមកប្រជុំគ្នាហើយពួកគេនឹងក៏បាននាំគ្នាប្រមូល Piece of Egg ពីកាពីតែនចៅសមុទ្រម្នាក់មួយរីឯបា
វិសានឹងក៏បានខ្ជិលក្របផ្នែករបស់រាកាធីដាក់ចូលទៅផងដែរប៉ុន្តែបងជេនឹងគាត់គឺមិនបានដាក់ចូលនោះទេបន្ទាប់មកនៅពេលដែលពួកគេនឹងគឺមិនបានឃើញសៅហ្វឹងមកកញ្ញាអេលីសាបេតនឹងក៏បានចេញមកប្រាប់ថាពេលសៅហ្វឹងនឹងបានលាលោកបាត់ទៅហើយនាងនឹងក៏បានតាំងខ្លួនជាកាពីតែនជំនួសវិញនឹងបានផ្ដល់ជាយោបល់អនុសាសន៍ដល់ដងដំនឹងឲ្យពួកគេធ្វើសង្គ្រាមជាមួយនឹងប៉េបេខេតនៅពេលដែលបានលើកបែបនោះពួកគេនឹងក៏បាននាំគ្នាសើចម្នាក់នឹងស្ទើរតែរៀកនោមដាក់ខោទៅហើយតែនៅពេលដែលពូវ៉ាវសាបានផ្ដល់យោបល់ឲ្យដោះលែងកាលីបសូដើម្បីទៅប្រយុទ្ធជាមួយនឹងពួកគេនោះគ្រប់គ្នាបែរជាស្ងាត់មាត់តែមិនមែនបានន័យថាយល់ព្រមនោះទេតែក៏មានអ្នកខ្លះក៏បានយល់ព្រមអីចឹងទៅរហូតនៅពេលនោះពួកគេនឹងក៏ចាប់ផ្ដើមឆ្លុះប្រកែកគ្នានិងបានវាយតប់គ្នានៅទីនោះតែម្ដង So was our enemy then. Silence you. ឌីអេដេវីជើនឹងក៏បានទៅរកកញ្ញាធីយ៉ាដាម៉ាដែលជាក្លីបសូនៅក្នុងគោកបន្ទាប់ពីពួកគេខានជួបគ្នាជាយូរយារណាស់មកហើយនៅពេលនោះក្លីបសូនឹងក៏បានរំលឹកអំពីដេវីជើនឹងបានក្លាយទៅជាភាវៈអាក្រក់ផងដែរបន្ទាប់មកនៅពេលដែលដេវីជើនឹងបាននិយាយថាគាត់នឹងគឺមិនបានស្រឡាញ់ទៅកាន់ក្លីបសូនោះទេស្រាប់តែកញ្ញាក្លីបសូនឹងក៏បានយកដៃរបស់នាងប៉ះទៅខ្លួនប្រាណរបស់បងដេវីជើនឹងបាននិយាយលងលោមអូកាឡាហើយស្រាប់តែពេលនោះបងជើនឹងក៏បានក្លាយទៅជាមនុស្សធម្មតាវិញបន្ទាប់មកក្លីបសូនឹងក៏បាននិយាយថានៅពេលដែលនាងមានសក្តិភាពឡើងវិញនាងនឹងឲ្យបេះដូងនាងទៅកាន់បងដេវីជនហើយនឹងរួមរស់ជាមួយគ្នាដល់ចាស់កោងខ្នងជួយមុខដូចមឹកឯដល់ចាស់ទៀតបន្ទាប់ពីបាននិយាយហើយសក្តិស្អាតក្លីបសូនឹងក៏បានដកដៃចេញវិញហើយបងដេវីជននឹងក៏បានប្រែក្លាយទៅជារូបរាងជាមឹកមកវិញផងដែរហើយមុនពេលដែលដេវីជននឹងបានត្រឡប់ទៅវិញគាត់នឹងក៏បានប្រាប់ទៅកាន់ក្លីបសូថាបេះដូងរបស់បងនឹងគឺជារបស់អូនតែម្នាក់គត់ហានីម៉ៃបេះដូងជូបរៀងការប្រជុំរបស់ពួកគេនេះវិញជេនឹងក៏បានផ្ដល់ជាយោបល់ទៅកាន់ពួកគេថាគាត់នឹងដោះលែងកាលីបសូមកវិញហើយគាត់នឹងក៏ចង់ឲ្យអេលីសាបេតនឹងនាំការប្រយុទ្ធថែមទៀតផងនៅពេលដែលបានលើកបែបនោះហើយបាបឺសានឹងក៏បានសម្រេចចិត្តឲ្យពួកគេនឹងមានម្នាក់ជាស្ដេចភ្លាមនោះស្រាប់តែ Father របស់បងជេនឹងក៏បានចេញមកជាមួយនឹងឆ្កែដ៏សិចស៊ីមួយក្បាលអានេះឆ្កែតាំងភាគទី1ទាំងអស់គ្នាចាំតែមើលភាគទី1ស្គាល់តែឆ្កែហ្នឹងនឹងបានយើងសិភៅកោតសម្ងាត់មកលុះនៅពេលដែលពួកគេបានបើកមើលសិភៅនោះនៅក្នុងសិភៅនោះគឺបានតម្រូវពួកគេនឹងបោះឆ្នោតជ្រើសរើសយកម្នាក់ធ្វើជាស្ដេចដើម្បីដឹកនាំនៅទីនោះហើយពួកគេក៏បានសម្រេចចិត្តនាំគ្នាបោះឆ្នោតប៉ុន្តែនៅពេលនោះពួកគេនឹងបែរជាបោះឆ្នោតឲ្យខ្លួនឯងទៅវិញលុះនៅពេលដែលដល់វេនជេកទៅបោះឆ្នោតបងជេកនឹងក៏បានបោះឆ្នោតឲ្យកញ្ញាអេលីសាបេតទៅនៅពេលនោះនាងនឹងក៏បានឈ្នះឆ្នោតដោយសារតែនាងទទួលបាន2សំឡេងរីឯកញ្ញាអេលីសាបេតនឹងក៏បានសម្រេចចិត្តដឹកនាំកងកម្លាំងប្រដាប់អាវុធដែលជាចៅសមុទ្រមុខចាស់ហ្នឹងដើម្បីទៅប្រយុទ្ធគ្នាតែម្ដងហើយនៅពេលនោះបាបឺសានឹងក៏បានលួច piece of egg ទាំងអស់ពីពួកគេថែមទៀតហើយបន្ទាប់មកនៅពេលដែលជេកបានទៅសួរឪពុករបស់គេអំពីម្ដាយរបស់គេស្រាប់តែឪពុករបស់គេនឹងក៏បានយកក្បាលមួយចេញមកដែលធ្វើឲ្យគេនឹងចាប់ផ្ដើមខ្ពើព្រះអើជាខ្លាំងនឹងមេម្ដាយលុះនៅពេលដែលពួកគេបានចេញសំពៅទៅច្បាំងពួកគេនឹងក៏បានឃើញសំពៅរបស់ Pro Backhead នឹងមកយ៉ាងច្រើនរាប់មិនអស់ដោយពួកគេគ្មានសង្ឃឹមនឹងអាចយកឈ្នះបាននោះទេទៅបានជាពួកគេនឹងបានមើលមុខទៅកាន់ជេកធ្វើលេលើអីចឹងទៅបន្ទាប់មកពួកគេនឹងក៏បាននាំគ្នាទៅចរចានៅលើវាលខ្សាច់មួយហើយនៅពេលនោះបាបឺសានឹងក៏បានបន្តទៅកាន់វាលដែលបានក្បត់ពួកគេប៉ុន្តែពេលបែកខេនឹងក៏បានតបទៅវិញថាដោយសារតែជេកនោះទេលុះនៅពេលដែលនិយាយគ្នាបានបន្តិចកញ្ញាអេលីសាបេតនឹងក៏បានសម្រេចចិត្តដោះដូរជេកជាមួយនឹងវាលតែម្ដងតែពេលនោះប្រូបាបឺសានឹងគាត់បែរជាមិនយល់ព្រមហើយក៏បានយកដាវកាប់ទៅកាន់ជេកដែលធ្វើឲ្យបន្តោងរបស់គេនឹងធ្លាក់ចុះទៅក្រោមប៉ុន្តែការពិតវាគ្រាន់តែជាល្បិចរបស់ពូតែប៉ុណ្ណោះដើម្បីឲ្យកូនស្វានទៅយកបន្តោងមួយនោះតមកអេលីសាបេតនឹងក៏បានគំរាមទៅកាន់បេខេនមុនពេលដែលពួកគេត្រឡប់ទៅវិញដែលបេខេននឹងបានសម្លាប់ឪពុករបស់នាងហើយនាងនឹងក៏បាននិយាយថានាងនឹងសម្លាប់បេខេននឹងនៅថ្ងៃណាមួយជាមិនខានលុះនៅពេលដែលពួកគេបានយកជេកទៅឃុំឃាំងបងជេកនឹងក៏បាននិយាយជាមួយនឹងជេកមួយផ្សេងទៀតនៅក្នុងការកើតរបស់គាត់ហើយនៅពេលនោះគាត់នឹងក៏បានឃើញមនុស្សជាប់នៅលើសំពៅនោះផងដែរកំពុងតែរវើរវាយចាញ់បោកយូសបនឹងបានប្រាប់ទៅកាន់ជេកថាត្រូវរកអ្នកណាជាអ្នកចាក់បេះដូងរបស់បងដេវីជនរីឯនៅលើសំពៅនៅពេលនោះប្រូបាបឺសានឹងក៏បានសម្រេចចិត្តចាប់កាលីបសូដើម្បីធ្វើពិធីដោះលែងនាងមកវិញដោយបានប្រើភេសរបស់ចៅសមុទ្រទាំងអស់នៅក្នុងការធ្វើពិធីមួយនោះហើយគាត់នឹងក៏បានយកខ្សែករបស់អេលីសាបេតនិងបន្តោងរបស់បងជេកមកធ្វើពិធីនោះផងដែរលុះនៅពេលដែលពួកគេចាប់ផ្ដើមដករបស់ទាំងអស់នោះនឹងចាប់ផ្ដើមដាស់កញ្ញាកាលីបសូនាងនឹងបែរជាមិនមកទៅវិញប៉ុន្តែនៅពេលដែលប្រូរ៉ាកាធីនឹងបានដាស់នាងវិញម្ដងនាងនឹងក៏បានងើបចេញមកសង្ស័យតែគូព្រេងឲ្យ
ច្បាស់កឡែតនៅពេលដែលបង្ឃើញបែបនោះវានឹងក៏បានស្កាយប្រាប់ទៅកាន់កញ្ញាកាលីបសូអំពីអំពើអាក្រក់និងការក្បល់របស់ Davy Jones ដើម្បីឲ្យកាលីបសូនឹងចាប់ដើមខឹងនិងត្រៀមខ្លួនប្រយុទ្ធអីចឹងទៅលុះនៅពេលដែលកញ្ញាកាលីបសូបានចេញមកនាងនឹងក៏បានរីកធំទៅរីឯប្រូបាវសានឹងក៏បានធ្វើការគោរពនិងបានសូមឲ្យនាងនឹងទៅប្រយុទ្ធជាមួយនឹងទាហានរបស់ពេបេខេតប៉ុន្តែបន្តិចក្រោយមកស្រាប់តែកាលីបសូនឹងបានស្កាយយ៉ាងខ្លាំងរហូតបានរលាយខ្លាយទៅជាក្តាមទៅវិញតែនាងនឹងគឺមិនអាចជួយពួកគេបាននោះទេហើយពូបាវសានឹងក៏ចាប់ផ្ដើមអស់សង្ឃឹមតែម្ដងចំណែកឯកញ្ញាអេលីសាបេតនឹងក៏បានសម្រេចចិត្តតាំងខ្លួនជាស្ដេចនៃចៅសមុទ្រនឹងគឺដើម្បីដឹកនាំកងកម្លាំងប្រដាប់អាវុធមកចាស់នឹងទៅប្រយុទ្ធជាមួយនឹងទាហានរបស់ពេបេខេតនៅពេលដែលបានឃើញដូចនោះហើយពួកគេនឹងក៏បាននាំគ្នាស្រែកហូនិងបានត្រៀមខ្លួនប្រយុទ្ធតែម្ដងលុះនៅពេលដែលពួកគេបានបើកសំពៅដើម្បីទៅច្បាំងแล้วមានសំពៅផ្សេងទៀតដែលជាក្រុមចៅសមុទ្រផ្សេងគ្នាក៏បានចូលរួមផងដែរបន្តិចក្រោយមកស្រាប់តែភ្លៀងនឹងចាប់ផ្ដើមធ្លាក់មកយ៉ាងខ្លាំងលាយឡំជាមួយនឹងផ្គររន្ទះនិងទឹកគួចដ៏គួរឲ្យខ្លាចថែមទៀតផងរីឯ Davy Jones នឹងក៏គាត់នឹងមិនបានខ្លាចនោះទេព្រោះតែគាត់នឹងគឺជាបិសាចមកហើយគាត់នឹងក៏បានសម្រេចចិត្តបើកទៅមុខបន្តទៀតរហូតដល់សំពៅរបស់ពួកគេនឹងក៏បានបើកចូលទៅក្នុងទឹកកំពង់គួចនោះ Full bore and into the abyss. រីឯជេកនឹងក៏បានចេញពីក្នុងគុកបានសម្រេចហើយស្កបពេលនោះសំពៅ Black Pearl ហើយនឹង Flying Dutchman នឹងក៏បានបាញ់គ្នាទៅវិញទៅមកនឹងយ៉ាងដំណំបន្ទាប់មកជេកនឹងក៏បានទៅកាន់កន្លែងរក្សាបេះដូងរបស់ Davy Jones ហើយនៅពេលដែលគេបានឃើញទាហាន2នាក់នៅទីនោះគាត់នឹងក៏បាននិយាយឲ្យពួកគេទាំង2នាក់នោះឲ្យប្រកែកគ្នាដោយការពីពេលមុនអានឹងនៅក្នុងវគ្គមួយនៃរបស់គ្នាហើយឆ្លៀតពេលនោះជេកនឹងក៏បានលួចបេះដូងចេញពីទីនោះបានសម្រេចរីឯ Davy Jones នឹងក៏បានសម្លាប់ Mercer បានសម្រេចផងដែរនិងបានយកសហហឹបមួយនោះមកបន្ទាប់មកនៅពេលដែលគេប្រងទៅរកបេះដូងរបស់គេស្រាប់តែគេនឹងក៏បានឃើញជេកនឹងកំពុងតែលួចវាយកទៅហើយនៅពេលនោះបងជេកនឹងក៏បានឡើងតាំងខ្សែឡើងទៅលើក្តោងថែមទៀតផងនៅពេលដែលបានឃើញបែបនេះហើយបង Davy Jones នឹងក៏បានឡើងទៅតាមនិងបានប្រយុទ្ធគ្នានៅខាងលើនឹងបន្តទៀតរីឯកូនកូលីរបស់ពួកគេក៏បានតោងខ្សែដើម្បីប្រយុទ្ធគ្នាផងដែរហើយអំឡុងពេលនោះនៅពេលដែលពួកគេនឹងកំពុងតែប្រយុទ្ធគ្នាវាលនឹងក៏បានសុំ Elizabeth នឹងដើម្បីរៀបការដែលធ្វើឲ្យកញ្ញា Elizabeth នឹងហួសចិត្តជាខ្លាំងប៉ុន្តែយ៉ាងណានៅពេលនោះនាងនឹងក៏បានយល់ព្រមហើយនៅពេលនោះអ៊ំបាប៊ូសានឹងក៏បានឃើញហើយគាត់នឹងក៏បានធ្វើជាអាចារ្យនិងបានប្រកាសឲ្យពួកគេនឹងរៀបការនិងបានឲ្យពួកគេទាំងពីរនាក់នឹងអើបគ្នាថែមទៀតផងស្របពេលនោះ Petal ហើយនឹង Regati រួមជាមួយនឹងកូនស្វានឹងក៏បានសម្លឹងមើលទៅកាន់ពួកគេទាំងពីរនាក់នឹងយ៉ាងរំភើបស្ទើរតែស្កត់ទឹកភ្នែកទៅហើយរីឯ Jake នឹងកំពុងតែប្រយុទ្ធគ្នាជាមួយនឹង Davy Jones ហើយនៅពេលដែលបានដឹងថាសាវនៅជាប់ជាមួយនឹងពុកម៉ែរបស់គេបង Jake នឹងក៏បានយកដាវកាប់ដើម្បីសាវនោះដាច់ធ្លាក់ទៅខាងក្រោមរីឯបាវសាប៊ីសនឹងត្រូវត្រីហូបទៅហើយបន្ទាប់មកនៅពេលដែលពួកគេកំពុងតែប្រយុទ្ធគ្នាបន្តទៀតហ្នឹងហើយនៅពេលដែលបងជេកបានធ្លាក់ទៅជាមួយនឹងហឹបស្រាប់តែបង Davy Jones ហ្នឹងក៏បានទិញគាត់ឡើងមកខាងលើវិញនិងបានយកហឹបពីគាត់ហ្នឹងបានសម្រេចបន្ទាប់មកនៅពេលដែលជេកបានធ្លាក់ទៅខាងក្រោមគាត់ហ្នឹងក៏បានដណ្ដើមខ្សែពីអរិយសមុទ្រនិងបានយកកាភ្លើងហ្នឹងបាញ់ហឹបនោះធ្លាក់ពីដៃរបស់ Davy Jones ហើយវាហ្នឹងក៏បានទៅរើសវាបន្តទៀតអីចឹងទៅបន្ទាប់មកនៅពេលដែលអរិយសមុទ្រហ្នឹងប្រុងសម្លាប់វាប្រូ Petal ហ្នឹងក៏បានយកកូនស្វាមួយនោះបាញ់ទៅជួយគាត់បានទាន់ពេលហើយឪពុករបស់វាហ្នឹងក៏បានចេញមកនិងបានព្យាយាមសម្លាប់វាផងដែរដោយសារតែគាត់ហ្នឹងគឺមិនបានចងចាំថាវាគឺជាកូនប្រុសរបស់គាត់នឹងទេរីឯ Davy Jones ហ្នឹងក៏បានចុះមកខាងក្រោមដើម្បីទៅរកហឹបដែលបានជ្រុះនៅក្បែរនោះប៉ុន្តែនៅពេលនោះជេហ្នឹងក៏បានទៅកាក់បានទាន់ពេលវេលាហើយនៅពេលដែល Davy Jones បានចូលទៅក្នុងចង្កូតប្រុងទៅសម្លាប់ជេបន្តទៀតជេហ្នឹងក៏បានបង្វិលចង្កូតនោះធ្វើឲ្យបងជើហ្នឹងវិលមុខជាខ្លាំងរីឯតាហ៊ានមហាឆ្លាតទាំងពីរនាក់របស់យើងហ្នឹងក៏បានសម្រេចចិត្តឆ្លងពីសំពៅរបស់ពួកគេទៅកាន់សំពៅរបស់ជេដើម្បីធ្វើការលាក់ខ្លួនលុះនៅពេលដែលពួកគេកំពុងតែប្រយុទ្ធគ្នាបន្តទៀតកញ្ញា Elizabeth នឹងក៏បានចូលមកម្នាក់ទៀតហើយស្គរពេលនោះវានឹងក៏បានយកកូនកំបិតឪពុករបស់គេនឹងឲ្យឪពុករបស់គេបានឃើញដើម្បីគាត់នឹងបានដឹងខ្លួនឡើងមកវិញហើយក៏បានទៅជួយកញ្ញា Elizabeth ផងដែរប៉ុន្តែនៅពេលនោះ Davy Jones នឹងប្រុងសម្លាប់ Elizabeth ទៅហើយគឺនៅពេលដែលគាត់នឹងបានដឹងថាពួកគេទាំងពីរនាក់នឹងគឺជាប្តីប្រពន្ធនឹងគ្នាតែនៅពេលនោះបងជេកនឹងក៏បានទៅរើសើបបានសម្រេចនឹងបានចាក់យកបេះដូងចេញមកគំរាមប៉ុន្តែពេល Davy Jones នឹងបែរជាមិនខ្លាចទៅវិញនឹងបានចាក់សម្លាប់វាតែម្ដងស្គរពេលនោះឪពុករបស់គេនឹងក៏បានដឹងខ្លួនឡើងមកវិញនឹងបានព្យាយាមទៅសម្លាប់ Davy Jones ហើយនៅពេលដែល Davy Jones ប្រុងសម្លាប់ឪពុករបស់វាវិញជេងនឹងក៏បានចាក់បេះដូងរបស់ Davy Jones ចោលតែម្ដងលុះនៅពេលដែលពួកគេនឹងបានយកឈ្នះនឹងឲ្យសំពៅឡើងមកខាងលើវិញឪពុករបស់វានឹងក៏បានខ្វេះបេះដូងរបស់វានឹងមករក្សាទុកដើម្បីឲ្យគេនឹងមានជីវិតអមតៈហើយក៏បានក្លាយទៅជាកាពីតែនសំពៅ Flying Dutchman តែម្ដងរីឯជេក៏បានយក Elizabeth នឹងតោង
ទៅតាមខ្នោនឹងបានហត់ទៅតាមខ្យល់ចេញពីទីនោះបានសម្រេចលុះនៅពេលដែលពួកគេបានឡើងទៅខាងលើបានសម្រេចហើយនាវារបស់ Beckett នឹងក៏បានសម្រុកចូលមកយ៉ាងច្រើនសន្ធឹកដែលធ្វើឲ្យពួកគេនឹងបានគិតថាគឺមិនអាចជិះឈ្នះបាននោះទេប៉ុន្តែបន្តិចក្រោយមកស្រាប់តែសំពៅរបស់វានឹងក៏បានងើបចេញពីទឹកដោយពេល Beckett នឹងនៅតែគិតថាគឺជាសំពៅរបស់ David Jones ដដែលដោយគាត់នឹងគឺមិនដឹងថា Pro David Jones នឹងបានស្លាប់នោះទេប៉ុន្តែបន្តិចក្រោយមកពួកគេនឹងក៏បានបាញ់ប្រហារដើម្បីកំទេចសំពៅរបស់ Pro Beckett តែម្ដងដែលធ្វើឲ្យពេល Beckett នឹងគាត់ចាប់ផ្ដើមស្រឡាងកាំងនិងដើរនៅលើសំពៅមួយនោះលែងខ្វល់ពីសេចក្តីស្លាប់ហើយទីបំផុតពេល Beckett នឹងក៏ត្រូវបានកម្ចាត់ហើយការគ្រប់គ្រងរបស់ក្រុមហ៊ុន East India Trading Company នៅលើសមុទ្រនឹងក៏ត្រូវបានបញ្ចប់លុះនៅពេលដែលពួកគេបានយកឈ្នះហើយឪពុករបស់វានឹងក៏បានប្រាប់ទៅកាន់វាថាពួកគេនឹងរស់នៅលើផ្ទៃសមុទ្រនឹងជារៀងរហូតដោយអាចឡើងគោកបានតែម្ដងប៉ុណ្ណោះរាល់10ឆ្នាំម្ដងរីឯកញ្ញា Elizabeth នឹងក៏បានលាកូនកូលីរបស់ជេងដើម្បីត្រឡប់ទៅវិញហើយនាងនឹងក៏បានទៅរកវាលជាលើកចុងក្រោយមុនពេលដែលពួកគេនឹងចុះទៅនៅក្នុងសមុទ្រជារៀងរហូតនោះដោយវាលនឹងក៏បានឲ្យកញ្ញា Elizabeth នឹងរក្សាបេះដូងរបស់គេផងដែរបញ្ជាក់សមោយរោមបន្ទាប់ពីថ្ងៃនោះនៅពេលដែលជេងបានតាក់ទងក្រាស់របស់គាត់ឡើងវិញម្ដងទៀតគេនឹងក៏ចាប់ផ្ដើមអួតអំពីសំពៅ Black Pearl របស់គាត់តែនៅពេលដែលគាត់បានទៅរកសំពៅរបស់គាត់វានឹងក៏បានបាត់សមោយពីផែនដីដោយសារតែ Pro បាវសានឹងបានលួចវាបាត់ទៅហើយបន្ទាប់មកជេងនឹងក៏បានប្រាប់ទៅកាន់ស្រីស្នេហ៍របស់គាត់ថាគាត់នឹងគឺកុហកនោះទេគាត់នឹងគឺមិនបានឆ្លាញ់ពូនាងឡើយនៅពេលដែលបានលើដូចនោះពូនាងនឹងក៏បានទះកំភ្លៀងជេកតែម្ដងហើយរីឯកូនកូលីរបស់ជេនឹងក៏បានសួរទៅកាន់ Pro បាវសាថាហេតុអ្វីបានជារត់ចោលមកជេកដូចនេះបន្ទាប់មក Pro បាវសានឹងក៏បានបង្ហាញពីផែនទីចេញមកដើម្បីនាំគ្នាទៅរកកំណប់នៅក្នុងផែនទីនោះប៉ុន្តែនៅពេលនោះគាត់នឹងក៏បានឃើញថាផែនទីមួយនឹងគឺត្រូវបានជេកនឹងលួចខ្វេះចំកដាលបាត់ទៅហើយរីឯមកជេកនឹងក៏បានមើលផែនទីដើម្បីទៅកាន់ទីនោះជាមួយនឹងកូនទុកតតូចកំប៉ាត់ឡែតជិះទៅកាន់មហាសមុទ្រនឹងហើយអរគុណអ្នកនរគ្នាសម្រាប់ការតាមដានស្ដាប់ការសម្ដែងរឿងរបស់ខ្ញុំនឹងតាំងពីដើមរហូតដល់ចប់បើសិនជាអ្នកនរគ្នាពេញចិត្តនៅវីដេអូមួយនេះសូមកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងខ្ញុំនឹងមកជួបអ្នកនរគ្នានៅវីដេអូក្រោយៗទៀតជម្រាបលាបាយបាយ